áp sra nị tiến xôm chún rường a của họ xìកាលពីព្រៃនេះមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកម្រៀវមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកនោះដើម្បីស៊ីផឹកស្រាទៅម្ដាយក៏គាត់ថាកុំឯងស៊ីអីក៏ច្រើនម្ល៉េះទុកវានឹងលក់យកប្រាក់កាសចាយកូនឮម្ដាយខកដូច្នេះក៏នឹកក្នុងចិត្តចង់ស៊ីសាច់ជ្រូកមកដល់សព្វថ្ងៃមិនដែលភ្លេចមានកាលមួយថ្ងៃកូននោះក៏ភ្ញាក់ឡើងពីដំណេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសប្រាក់យ៉ាងច្រើនណាស់ម៉ែសូមម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នេះក៏សួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចោះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំកូនក៏បានយកកញ្ជើនាំម្ដាយដើរចូលទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនក៏យកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ហើយស្រែកប្រាប់ម៉ែថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែក៏សង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកជាប់ជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលេងឲ្យសោះបើម៉ែលេងមាសប្រាក់នឹងបាត់អស់ទៅរីឯម៉ែឮកូនថាដូច្នេះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូនវិញនោះក៏បានរត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជាអាហារបបួលអស់បងប្អូនអ្នកជិតខាងមកស៊ីផឹកសូរ៉ាលេងសប្បាយម្ដាយវិញនៅចាំកូននៅឯព្រៃទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះលំម្ដាយចាំកូនយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកសូរ៉ាលេងសប្បាយដូច្នេះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការ៉ុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ចោលទៅប្អូនឮដូច្នេះក៏សួរបងថាដំណើរដូចម្ដេចបានជាយកកូនច្រកការ៉ុងទៅចោលក្នុងទឹកសម្លាប់បងនិយាយមកប្រាប់ទៅប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយអញនៅចាំក្នុងព្រៃនោះលុះត្រាទៅដល់ពេលដែលថ្ងៃរះឃ្លានបាយស្ទើរតែដាច់ពោះឯវាវិញមកផ្ទះកាប់សាច់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញមានតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើបន្ទាប់ពីបានស្ដាប់រួចហើយប្អូននោះក៏បានចាប់អាកុហកស៊ីច្រកក្នុងការ៉ុងធំចងមាត់ការ៉ុងជាប់ល្អហើយលើកលីយកទៅនឹងចោលក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោចបើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ជាក់ជាពុំខានឡើយរីឯមាឮក្មួយអង្វរដូច្នេះក៏ដាច់ចិត្តក៏សួរទៅកាន់ក្មួយវិញថាក្បួនកុហកនោះនៅឯណាហើយឯងទុកវានៅទីណាក្មួយក៏ប្រាប់ទៅមាថា
ខ្ញុំបានដាក់វានៅលើថ្នឹមមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹកហើយត្រឡប់ទៅរកក្បួននិងយកមកឲ្យអាកុហកស៊ីវិញកាលនោះមានមនុស្សកើតឃ្លុងម្នាក់ដើរជិតអាកុហកស៊ីគេក៏ធ្វើនិយាយថាអញមកតមឃ្លុងក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចជាសាកជាហើយមនុស្សកើតឃ្លុងឮអាកុហកស៊ីថាតមឃ្លុងក្នុងការុងដូច្នេះដោយកើតឃ្លុងក៏សួរថាតមឃ្លុងក្នុងការុងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកើតឃ្លុងគេឲ្យតមក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាឬនៅទេអាណិតស្រាយមាត់ការុងឲ្យខ្ញុំបន្តិចមកអ្នកកើតឃ្លុងក៏ស្រាយមាត់ការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងបានបោកខ្លួនមើលហើយប្រាប់ថាជាឃ្លុងហើយអាកំឡុងឮពាក្យអាកុហកស៊ីថាតមឃ្លុងក្នុងការុងជាដូច្នេះក៏និយាយថាឲ្យគ្នាតមឃ្លុងផងអាកុហកស៊ីឮដូច្នេះអូនណាស់ក៏គិតថាអញអស់ស្លាប់ហើយបានជាអាកំឡុងស្លាប់ជំនួសអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាឃ្លុងឆាប់ឯងត្រូវតមគុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្ដីមកវីដូចម្ដេចក្ដីត្រូវគុំនិយាយគុំស្ដីនៅឲ្យតែស្ងៀមទើបបានជាឆាប់អាកំឡុងឮអាកុហកស៊ីនិយាយដូច្នេះក៏ទទួលចាំហើយចូលក្នុងការុងអាកុហកស៊ីចងមាត់ការុងជាប់ហើយរត់បាត់ទៅមួយសន្ទុះក្រោយមកបន្ទាប់ពីរកក្បួនតម្រាអាកុហកស៊ីពុំបានមាក៏ត្រឡប់មកវិញដឹងថាអាកុហកស៊ីនេះបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាចូលទៅក្នុងទឹកឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដៀលវាអាកំឡុងនៅក្នុងការុងដោយស្មានថាជាអាកុហកស៊ីអាកំឡុងខំអត់ទ្រាំព្រោះចង់ជាឃ្លុងលុះវាយធាក់អស់ចិត្តហើយមានោះក៏បានលើកការុងបោះចូលទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីវិញរត់រួចពីទីនោះទៅក៏បានជួបនឹងបុរសកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកនោះក៏ឃើញអាកុហកស៊ីកំពុងតែដើរពីចម្ងាយក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើងហើយលើកកាសបង្ហាញប្រាប់ថាអញមុជទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានប្រកាសជាច្រើនប៉ុន្តែយកមកមិនរួចយកបានតែប្រាក់តិចតួចឡើងមកអាកុហកស៊ីឮដូច្នេះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតចូលទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនិងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកលកុហកវិញហើយក៏បានងើបឡើងនិយាយទៅនឹងអាដែលបញ្ឆោតនោះថាអ្នកអើយខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងអំបញ្ញមិញនេះបានឃើញគេលេងបៀនិងល្បែងដទៃទៀតយ៉ាងច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រកាសច្រើនខ្ញុំទាពីគេថាឲ្យមកទាយកពីអ្នកឯងនេះតែខ្ញុំមិនព្រមខ្ញុំក៏ចង់តែទាគេខឹងនឹងខ្ញុំគេវាយក្បាលខ្ញុំបែកហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកមិនជឿ
អ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនកស្រាយប្រកាសចែកឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅរឿងអាកុហកស៊ីបានមកដល់ទីបញ្ចប់សូមអរគុណអប្សរានិទានសូមជូនរឿងចៅសុកចៅសៅកាលពីព្រេងនេះមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយទៀតឈ្មោះចៅសៅដែលពួកគេបានបួសនៅវត្តជាមួយគ្នាបួសយូរបន្តិចទៅក៏សឹកមកវិញសឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀតសន្យានឹងគ្នាថាបើនរណាក្រត្រូវជួយគ្នាហើយបុរសទាំងពីរនាក់នោះក៏មានប្រពន្ធកូននៅរកស៊ីទីតីពីគ្នាចៅសុករកស៊ីទៅមានទ្រព្យរបស់ច្រើនឯចៅសៅល្ងងខ្លៅក្រលំបាកហើយប្រពន្ធក៏មានសហាយផងចៅសុកដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាកដូច្នេះក៏ទៅសួរចៅសៅទៅដល់ឃើញចៅសៅក្រលំបាកមែនក៏បបួលចៅសៅនេះទៅរកស៊ីហើយនិយាយថាត្រូវឯងតាមពីអញចៅសៅក៏ព្រមតាមពាក្យចៅសុកចៅសុកបបួលចៅសៅទៅកាប់ឈើធ្វើក្តាមម្ឈូសលក់រីឯចៅសៅក៏បានតាមពាក្យចៅសុកហើយក៏ព្រមទៅជាមួយគ្នាឯកូនសេដ្ឋីដែលសហាយនឹងនាងបិចនោះឮជាប្រពន្ធចៅសៅឃើញចៅសៅមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរួចហើយវិលត្រឡប់ទៅផ្ទះវិញចៅសុកនិងចៅសៅធ្វើក្តាមមឈូសបានមួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តាមមឈូសមួយទៀតកូនសេដ្ឋីក៏ទៅដេកនឹងនាងបិចទៀតដល់ពាក់កណ្ដាលអធ្រាត្រចៅសុកនិងចៅសៅមកផ្ទះវិញចៅសុកខំដើរប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារឯកូនសេដ្ឋីក៏ផិតភ័យរត់ពុំរួចនាងបិចប្រាប់សហាយឲ្យចូលដេកក្នុងក្តាមមឈូសហើយក៏ទៅបើកទ្វារចៅសៅចៅសុកក៏បានចូលទៅក្នុងផ្ទះនាងបិចសួរថាដូចម្ដេចក៏បានជាវិលមកវិញចៅសៅក៏ប្រាប់ថាចៅសុកឈឺក្បាលក៏ហៅវិលមកវិញហើយចៅសៅក៏ប្រាប់ឲ្យនាងបិចទៅដាំបាយស៊ីបាយរួចហើយដោយចៅសុកដឹងថាសហាយនាងដេកក្នុងក្តាមមឈូសក៏ប្រាប់ទៅចៅសៅថារកផ្ដៅមកចងក្តាមមឈូសទុកក្រែងចោលលួចចៅសៅក៏បានយកផ្ដៅចងរួចស្រេចហើយក៏យកដែកគោលបោះថែមទៀតឯចៅសៅពុំដឹងថាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះដល់ព្រឹកឡើងចៅសៅប្រើនាងបិចជាប្រពន្ធឲ្យទៅទិញអីវ៉ាន់នាងបិចក៏ហួសទៅប្រាប់សេដ្ឋីថាឲ្យសេដ្ឋីចាំទិញមឈូសត្បិតកូនសេដ្ឋីទៅដេកនឹងខ្ញុំប្តីខ្ញុំមកតាន់ក៏បានរត់ចូលដេកក្នុងមឈូសឥឡូវនេះប្តីខ្ញុំនឹងសែងយកមកដល់ព្រឹកនេះហើយប្រាប់ហើយនាងបិចក៏ត្រឡប់ទៅផ្ទះវិញលុះចៅសុកនិងចៅសៅស៊ីបាយរួចហើយក៏សែងក្តាមមឈូសនេះយកទៅលក់សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្ដាំថាបើឃើញអ្នកណាសែងក្តាមមឈូសមកដល់ឲ្យរត់ទៅហៅយើង
ចៅសុកនិងចៅសៅសែងក្តារមឈូសមកដល់ផ្ទះសេដ្ឋីស្រែកពពាយនាយថាអ្នកណាទិញក្តារមឈូសទេសេដ្ឋីឮហើយក៏សួរថាលក់តម្លៃប៉ុន្មានចៅសុកក៏ប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូសសេដ្ឋីសុំតថ្លៃក៏ចៅសុកមិនព្រមសេដ្ឋីក៏ប្រើឲ្យខ្ញុំកំដរទៅយកប្រាក់មកចាក់ស្មើនឹងមឈូសហើយចៅសុកនិងចៅសៅក៏យកប្រាក់ទៅចែកគ្នាសេដ្ឋីក៏បានគាប់មឈូសយកកូនចេញមកក្រោយពីបានដឹងរឿងនេះហើយចៅសៅក៏មិនប្រកាន់ច្រើនហើយក៏យកនាងបិចនេះជាប្រពន្ធដូចដែលវិញអូទុកមិនឲ្យល្អានចាប់ត្រីបានមិនឲ្យល្អក់ទឹករឿងចៅសុកនិងចៅសៅបានមកដល់ទីបញ្ចប់សូមអរគុណអប្សរានិទានសូមជូនរឿងគ្រូនិងសិស្សមានរឿងដំណាលថាមានភិក្ខុមួយអង្គគង់នៅវត្តមួយមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លូញខិលណាស់គ្រូក៏ល្ងងណាស់ឆោតណាស់គ្មានឧបាសិកាណារាប់អានយកចង្ហាន់ស្រាបារីទៅប្រគេនឬនិមន្តលោកនោះទៅឆាន់នៅឯផ្ទះម្ដងណាឡើយលោកនោះក្រលំបាកពន់ពេកតែមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសពថ្ងៃនេះគ្មានឧបាសិកាគេមកប្រគេនវត្ថុអ្វីសោះបើដូច្នេះគួរតែអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នេះហើយក៏ប្រាប់កូនសិស្សថាអាភ្លូញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សក៏បានទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជិះដំរីបរទៅផ្សារលុះបានទៅដល់គ្រូប្រាប់កូនសិស្សថាអញទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរមិនខូចអាភ្លូញជាសិស្សក៏ទិញអំបិលមួយចុងរួចច្រកការុងស្រាច់គ្រូឃើញហើយក៏សួរថាហេតុអ្វីក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីងៀតផងកូនសិស្សក៏បានទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំប្រកាសណាទិញគ្រូឆោតល្ងងណាស់ក៏នៅស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួលក៏សួរថាអាភ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូលថាប្រកាសណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជិះដំរីវិញចុះអញនឹងរែកអំបិលដើរពីក្រោយលោកគ្រូថាហើយក៏បានចុះពីលើដំរីមកសិស្សក៏បានឡើងជិះដំរីទៅលោកគ្រូក៏បានប្រាប់ថាឯងបរដំរីទៅចាំអញនៅម្លប់ឈើឯមុខសិស្សក៏បានបរដើរទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតដល់វត្តលោកគ្រូក៏បានរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់រកមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសឹមនាំសិស្សមកយកហើយក៏បានយកអំបិលទៅលាក់នៅក្នុងព្រៃមុននឹងលាក់លោកក៏គិតថាទីនេះប្រសិនជាមានគេដើរមកចំឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានក្នុងទឹកទើបគេមិនឃើញ
ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយក៏ដើរទៅលុះទៅដល់វត្តសួរសិស្សថាហេតុដូចម្តេចបានជាឯងមិនចាំអញសិស្សក៏បានទូលថាខ្ញុំព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះខំអង្វរដូចម្តេចក៏វាមិនព្រមវាប្រឹងតែដើរទៅដល់វត្តទើបឈប់សិស្សសួរគ្រូថាចុះលោកគ្រូទុកអំបិលនៅឯណាគ្រូក៏បានប្រាប់ថាអញលាក់ទុកនៅទីឯណោះអញបានកាត់ដើមឈូកដោតជាសម្គាល់លុះព្រឹកឡើងលោកក៏បាននាំកូនសិស្សទៅយកអំបិលវិញលុះទៅដល់ប្រាប់សិស្សថាអញលាក់ក្នុងទឹកត្រពាំងនេះសិស្សលន់មាត់ថាម៉ែអើយវារលាយអស់ទៅហើយអាភ្លូនជាសិស្សក៏ចុះទៅយកអំបិលចាប់លើកការុងទាំងពីរឡើងគ្មានឃើញសល់អំបិលសោះព្រោះវារលាយអស់ទៅហើយចំណែកឯចំណងដែលចងមាត់ការុងឃើញថាដាច់អស់តែប្រទះឃើញត្រីកញ្ចុះមួយនៅក្នុងការុងនោះសិស្សក៏ទូលប្រាប់លោកគ្រូថាមានត្រីកញ្ចុះមួយក្នុងការុងវាស៊ីអំបិលអស់ទៅហើយក៏យកត្រីនិងការុងមកប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងត្រីតែមុតដៃនឹងធ្មង់ត្រីជាប់ពឹសត្រីក៏បានចាប់ពើតឈឺឡើងលោកគ្រូក៏ថាឯងចាប់ដកធ្មង់ត្រីចេញឲ្យឆាប់ត្បិតអញឈឺណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចហើយឈាមហូរខ្លាំងពឹសត្រីក៏រឹតតែបណ្ដាលឲ្យលោកគ្រូឈឺខ្លាំងឡើងលោកគ្រូក៏នាំសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ចុះទៅផងលុះបានទៅដល់វត្តប្រាប់សិស្សថាអាភ្លូនឯងទៅដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យវាឆ្អិនជាឆាប់ឲ្យអញបានឆាន់លុះពេលដែលពឹសបានអន់ទៅវិញលោកគ្រូក៏សំងំសឹងលក់ទៅឯអាភ្លូនក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពុំនោះនិងឆ្អឹងត្រីក្នុងចានក្របតែវាមិនក្របឲ្យចិត្តទេលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាភ្លូនក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេនចេញមកវិញទូលថាបាយនិងត្រីរុយស៊ីអស់ហើយនៅសល់តែមួយពំនូកនិងឆ្អឹងត្រីលោកគ្រូជឿអត់សង្ស័យដោយឆោតល្ងង់ក៏ហុចរំពាត់ផ្ដៅមួយឲ្យទៅសិស្សហើយថាឯងជួយវារុយកុំឲ្យវានៅលើកុដិអាភ្លូនជាសិស្សក៏វារុយមិនឈប់គ្រានោះមានរុយមួយទុំចំច្រមុះគ្រូប្រាប់ថារុយវាទុំច្រមុះអញឯងវាយឲ្យឆាប់កូនសិស្សក៏វាយតាមពាក្យគ្រូវាយទៅមិនត្រូវរុយក៏ត្រូវឯច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់ក៏រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូក៏ទៅតាមតែវាមិនហ៊ានមកវិញសោះដោយខ្លាចគ្រូវាយថ្ងៃក្រោយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន់ទុនចិត្តសិស្សឲ្យមកអាភ្លូនដែលជាសិស្សបានដឹងថាគ្រូបានតាំងពិធីអាគមមន្តស្នេហ៍ដូច្នេះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តដើរលបចូលទៅឃើញលោកគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍
có số lục thả lục cứu thừa ở vậy cứu có của họ tha ánh sốt muốn cúng bong bằng luôn pro ánh từ riêng bị kê chia bận toàn nú lục cứu cất thả né anh bục cài men bàn sơ ánh vì một lục bật lớn sơ đám bái thừa mà hộp sạch hỏi tu thả chấm ấn cho ẩn hỏi lục cứu có bàn thả bà được né anh lược mốt oi anh chăn plối có ban lược mốt proken thừa chỉ mình đấng mình khơi đã thác từ lược bà lục cứu có sải thả plối hai đầu ấy có bán một dục thá một đại lược bà ánh sớ tu thả nhom prakarana mười mình khơi lục cứu nghĩa chính plối có đã thá lược bà cứu tiệt lục cứu thá ấy đã thá lược bà ánh tiệt hơi sớ có thà nhom prakarana som tô pro mười mình khơi lục cứu chưa thá anh riêng sái pu cái prakot ấy lớn của họ thá tàng bị thí môn cúng bập bằng khôn vĩnh cô tới chia pu cái kỳ mười mình khơi prakot men của tình tính ao chấm cùng ao plek plối lu proken trong hành cứu chan erut hỏi có lướt một bò để phố luôn bia ngày cõi miền âu bà sót kệ niềm muốn lù tây chán nơi áp te plối có ban tu thả bá lục ru niềm muốn tây chán nơi áp te kỹ xôm công sliệt bóng pro nón tai chặt bóng khôi ớt pư khốn tai chỉ bó rồi tới bàn hơi kệ mười mình khinh ti tập bật lục ru che môn cốm bom bằng luôn pukana nẹ ná nâng mười khơi tới lục cứu có ban chứa hầu có thứ tam bị sơ lục bật lớn lục cứu bạp sơ thá ấy tam ánh tới chán nơi té u bà sọ rúi lục khốn tài chỉ bó mình sliệt bóng đôi cật thá khốn tài chỉ bó ban hồi bùa môn cùng ánh khlang pukana nôn ná nâng mướl kì mà khơi tới rúi có ban nòm cột sạch tây lú ban tự đó u bà sót niệm môn làng từ lượt té kế lược chọn hắn một đầm bầy proken lục chăn đòi lú mình ban sliệt bóng ông cúi mình srúa nghĩa chuối nghĩa đám có lích kì khmá muối cân alvil u bà sót khơi được nét kế có nòm khnia sói loạn mót bình tì nu lục cứu bông toàn bàn tràn trong hàn phóng miền chật khmá ná có chóp bịp tìa trở lót một vọt vĩnh chỉ mình tốt sở thá ấy mình oi ánh sliệt bóng ấy lời ánh khmá kì na plối tu thá lục cứu công khnhá nâng nhóm prakarana rừng ní pro hà chỉ có một bí đầm nóm tì rứ lục cứu có sủa thả anh khơi anh thừa khó đầm nóm ở vậy plối có sủa thả cả lục cứu ni môn tây chán tè u bà sót ni muốn từ lời khang ná lục cứu có prap thả cả anh tử ánh chùi phở khang cợt sớ có bàn thà áo bà chỉ lục cứu kho đầm nòm hơi ngày muốn lục cứu prap nhóm prakarana thá ba riến môn cùng tàng buông trời tóm si plas pứ xôm bấy một cõm đam spứ có mình bán vì sáp môn cùng ấy lấy lục cứu một cõm đam spứ bàn chỉ khó đầm nòm sáp cùng ó hãy ni hỏi ban chỉ kế khơi kịch má tiếng ni lục cứu ban đạp được nét có tha áo ploi anh phịch tóm ban chia dạng nâng anh thà ní bậtประกอบhơi
លោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីកាលនោះមកអាភ្លូនជាសិស្សនៅបំរើដោយសុខសប្បាយទៅស្លូតស្លាប់វិច្ចវេមានភ័ព្វអាយុយឺនយូររឿងលោកគ្រូនិងសិស្សបានមកដល់ទីបញ្ចប់សូមអរគុណអប្សរានិទានសូមជូនរឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយនិទានថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ចាប់ចិត្តស្រឡាញ់ចង់បានវាក៏គិតថាយើងគួរធ្វើដូចម្តេចនឹងបាននាងចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញមួយសន្ទុះក្រោយមកកំឡោះម្នាក់ក៏ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបរិះបណ្ដាប្រពន្ធនេះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរឡើងថាណែអ្នកអញ្ជើញនាយឯងឈប់និយាយគ្នាបន្តិចសិនបរិះការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេះមកដល់វាក៏ធ្វើជាសួរថានេះហៅអ្វីអ្នកបរិះប្តីប្រពន្ធឆ្លើយថានេះគេហៅថារទេះគេក៏បន្តសួរថាមែនឬទេអ្នកបរិះនោះក៏និយាយថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបរិះនោះតបមកវិញហើយបរិះប្តីប្រពន្ធក៏សួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះក៏ថាបើខ្ញុំចាញ់ខ្ញុំនឹងធ្វើជាខ្ញុំរបស់អ្នកហើយបើខ្ញុំឈ្នះខ្ញុំសុំតែប្រពន្ធអ្នកនោះទេបុរសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅទើបកំឡោះដែលឈរក៏ទៅសួរនឹងអ្នកបរទេះចង្អុលទៅសួររីឯកំឡោះដែលអ្នកបរទេះនោះក៏បានប្រាប់ថានេះគេហៅថាចន្ទល់ចង្អុលសួរទៅនឹមថានេះគេហៅថានឹមនេះគេហៅថាទូកនេះគេហៅថាទ្រាយនេះគេហៅថាព្រែកនេះគេហៅថាកង់រីឯនេះវិញគេហៅថាខ្នងកង់បន្ទាប់ពីបានសួរអស់ចិត្តហើយក៏ប្រកែកទៅមិនឈ្នះគេក៏ដណ្ដើមយកប្រពន្ធទៅបានបរិះនោះមិនសុខចិត្តក៏ទៅប្តឹងចៅក្រមក៏ឲ្យកោះហៅចៅទាំងពីរនាក់នោះមកជំនុំកំឡោះទាំងពីរនាក់នេះវាបានសោកចៅក្រមក៏បានកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធគេនឹងទៅត្រូវហើយបរិះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅក៏ប្រទះឃើញសុភាទន្សាយក៏បានសួរថាអ្វីបានជាបងយំបុរសនោះក៏បានប្រាប់ពីដំណើររឿងសពគ្រប់សុភាទន្សាយថាបើដូច្នេះបងឯងក៏ភ័យរកតែចេកមកឲ្យយើងស៊ីសិនយើងនឹងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកចេកមកឲ្យសុភាទន្សាយស៊ីចេករួចហើយក៏បានដើរទៅជាមួយនឹងបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្តេចខ្លះចៅក្រមឆ្លើយតាមដំណើរសពគ្រប់សុភាទន្សាយក៏និយាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់កាលភ្នាល់គ្នានោះតើដាក់អ្វីបុរសនោះក៏ឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធ
bà nẹ rọc khơi dọc tới cho bà rọc mình khơi tí ao propon kê từ vinh tư cầm lò nú có chắp tròn đáy sự phía tuần sái bạc thá ní kê hai thả đại tê vì chắp tròn chữ sự phía tuần sái thá ní kê hai thả trường tê vì chắp tròn ní có thá mình mến tròn nú có thả mình men hỏi bạc thá rùm tiền ọt nia nụ tới tớp kê hai thả propon ri ai rọt tế có đôi kia đây kê hai group nàyទាំងអស់រួមគ្នានេះទៅទើបគេហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេហើយត្រូវឲ្យមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយក៏បានស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណុកគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះក៏បានប្រពន្ធមកវិញហើយមានអារម្មណ៍អរណាស់លើកដៃសំពះសុភាទន្សាយថាអរគុណបងសុភាទន្សាយណាស់ដែលបានជួយរកយុត្តិធម៌ឲ្យពួកខ្ញុំប្រាជ្ញឯងឲ្យក្រែងប្រាជ្ញគេរឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេបានមកដល់ទីបញ្ចប់សូមអរគុណអប្សរានិទានសូមជូនរឿងបុរសចេះថ្នាំពឹសពោះមានថ្ងៃមួយបុរសឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយសារពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រែកថងយាមយកថ្នាំមកដុសលាបលើរបួសរបស់ខ្លាលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងវិញឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំនោះឲ្យហើយវាក៏បានស្ដីឲ្យថាហេតុដូចម្តេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយសារពស់ចឹកហើយយើងក៏បានដុសថ្នាំស្រឡាបលាបឲ្យបងឯងរស់តើខ្លាថាអញមានស្លាប់អីពស់ចឹកអញកាលណាអញកំពុងតែដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារហើយចៅសុកមានសេចក្តីតក់ស្លុតជាខ្លាំងនិងសេចក្តីស្លាប់ក៏អង្វរខ្លាថាបងអើយបងអាណិតយើងផងកុំអាលពិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសម្បូរប្រហារជីវិតយើងបើយើងត្រូវទុកជីវិតយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកក៏បានវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកជីវិតយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងវិញដែលយើងដាក់ថ្នាំឲ្យនោះតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនោះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលើកលែងឡើយក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករឹតតែភ័យខ្លាំងឡើង
ក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅមុខទៀតលុះប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់សុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួបគ្រាដែលបុរសនោះកំពុងតែជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររឿងរៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនទៅបើដល់ពេលដែលត្រូវភ្ញាក់ហើយពុំស្លាប់នោះទេសម្បងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់ពស់ក៏បានចេញមកពីរន្ធហើយចុះខ្លានោះស្លាប់បាត់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់បុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតហើយក៏សុំលាចៅសុកទៅលំនៅវិញរឿងបុរសចេះថ្នាំពឹសពោះបានមកដល់ទីបញ្ចប់សូមអរគុណអប្សរានិទានសូមជូនរឿងអណ្ដើកនិងស្វាមានរឿងនិទានមួយដំណាលថាអណ្ដើកនិងស្វាវាសុំធ្វើដន្លងគ្នាតែគ្មានកូនចៅទៅចងពាន់អ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើជាដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដូចជាដន្លងអ្នកទាំងពួងនោះដែរលុះចំណេះយូរទៅដន្លងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសន្មតថានឹងស៊ីកាទើបនឹកឃើញអណ្ដើកដែលជាដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវចិត្តថ្ងៃការណាស់ទៅហើយបើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផងព្រោះថាយើងរាប់អានគ្នាជាយូរឆ្នាំមកហើយដែរគិតហើយក៏ទៅប្រាប់ដន្លងស្វាថាត្បិតដន្លងអណ្ដើកបានមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចំមកអញ្ជើញដន្លងអណ្ដើកក៏ប្រាប់ដន្លងថាឯងឡើងមិនរួចនឹងគេទេមានតែដន្លងឯងខំវត្តនេះចុះយើងនឹងទាញឡើងប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេដន្លងឯងកុំនិយាយអសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយបើនិយាយអ្នកប្រកាសជាធ្លាក់ស្លាប់ជាមិនខានឡើយអណ្ដើកក៏ទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏នាំគ្នាទាញវត្តនេះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅដល់ជិតកន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដន្លងសុខសប្បាយទេឬអណ្ដើកភ្លេចពាក្យបណ្ដាំក៏ហាមាត់ស្ដីទៅនឹងដន្លងហើយក៏របូតមាត់ធ្លាក់ខ្លួនទៅដល់ដីបែកស្នូកដូចជាគេបោកនឹងថ្មស្លាប់នៅវេលានោះខានស៊ីកានោះទៅរឿងអណ្ដើកនិងស្វាបានមកដល់ទីបញ្ចប់សូមអរគុណអប្សរានិទានសូមជូនរឿងដង្កូវនិងក្អែកមានរឿងនិទានមួយដំណាលថាសត្វដង្កូវកំពុងតែស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះក្អែកក៏ថាពេលនេះមានលៀបបានស៊ីដង្កូវក៏បានហើរទៅចិត្តដង្កូវនេះ
ដងកើក្រឡេកឃើញក្អែកក៏នឹកថាខ្លួនអាក្អែកនេះចិត្តខូខើនឹងចឹកអញស៊ីឥឡូវហើយដងកើក៏សួរក្អែកថាមករកអ្វីក្អែកក៏បានប្រាប់ដងកើវិញថាអញមកស៊ីដងកើឯងដងកើក៏ថាលុះតាក្អែកឯងរកប្រាថ្នាអញឃើញទើបស៊ីអញបានបើរកប្រាថ្នាអញមិនឃើញទេនោះស៊ីអញមិនបានទេក្អែកក៏សួរថាប្រាថ្នាដង្កើឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កើក៏សួរទៅក្អែកដូចមានតទៅនេះ1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុតទី4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំង4នេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រៀវលេងដោយគិតថាប្រាថ្នាដង្កូវទាំង4បទនេះអញមកជារកឃើញឥឡូវនេះហើយនឹងបានស៊ីដង្កូវនេះជាពុំខានឡើយក្អែកក៏ព្យាយាមឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ1ដែលគេហៅថាផ្អែមនោះគឺមានស្ករទឹកឃ្មុំដែលជាអ្វីដែលផ្អែមជាងគេទាំងពួង2ដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរក្រសាំងនិងទឹកខ្មេះ3ដែលគេហៅថាស្អុយជាងគេនោះគឺលាមកនិងសាកសពសត្វទាំងពួង4ដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះស្រាយប្រាថ្នាទាំង4បទនេះប្រាប់ទៅដង្កូវដង្កូវថាក្អែកដោះប្រាថ្នានេះមិនត្រូវទេក្អែកក៏បានបដូរទឹកមុខហើយនិយាយទៅកាន់ដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវឯងប្រាប់ប្រាថ្នានេះមកអញឲ្យបានទៅផងដង្កូវក៏បានប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកក៏បានថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេបន្ទាប់ពីបានសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ក្អែកដូចមានពាក្យតទៅនេះ1ដែលគេហៅថាផ្អែមនោះគឺមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយប្រើពាក្យពីរោះស្មោះត្រង់រកគ្នានេះទើបគេហៅថាផ្អែមជាទីបំផុត2ដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលក្រូចឆ្មាទឹកខ្មេះនោះទេតែវាគឺជាពាក្យអសុរោះខូខើឥតគួរឥតសមដែលនិយាយទៅកាន់គ្នាទៅវិញទៅមកនេះទើបគេហៅថាជូរចត់លើជូរចត់អ្វីទាំងពួង3អ្វីដែលគេហៅថាស្អុយនោះមិនមែនស្អុយលាមកឬសំអុយរបស់សាកសពខ្មោចនោះទេគឺស្អុយគេឈ្មោះស្អុយគេដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះនេះទើបគេហៅថាស្អុយច្រាស់ខ្យល់4ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រព្រឹត្តល្អនេះហើយទើបគេហៅថាក្រអូបជាងគ្រឿងក្រអូបទៅទៀតពេលដែលក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយក្អែកក៏មិនស៊ីដង្កូវហើយក៏ហើរចេញផុតទៅរឿងដង្កូវនិងក្អែកបានមកដល់ទីបញ្ចប់សូមអរគុណ